ប្រទេសជប៉ុនទឹកដីដែលព្រះអាទិត្យរះត្រូវបានគេស្គាល់ថាជាកន្លែងដែលប្រពៃណីបុរាណនិងបច្ចេកវិទ្យាទំនើបរស់នៅជាមួយគ្នាដោយភាពសុខដុមដែលមិនធ្លាប់មាននៅកន្លែងណាផ្សេងទៀតនៅលើភពផែនដីវីដេអូឯកសារធ្វើដំណើរកម្រិត4គ្នាក្រោមចំណងជើងថា Is this the most beautiful country in Asia? Japan Cinematic Journey 4បាននាំយើងធ្វើដំណើរដ៏ស្រស់ស្អាតឆ្លងកាត់ទីកន្លែងដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសជប៉ុនពីភាពអ៊ូអរនៃទីក្រុងតូក្យូរហូតដល់ភាពស្ងប់ស្ងាត់នៃភ្នំនិងសម្រស់ធម្មជាតិដំណើរនេះចាប់ផ្ដើមឡើងនៅក្នុងទីក្រុងតូក្យូទីក្រុងដែលមិនដែលដេកដែលមានប្រជាជនជាង14លាននាក់រស់នៅហើយត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលនៃវប្បធម៌ Pop Mode និងបច្ចេកវិទ្យានៅលើពិភពលោកនៅទីនេះយើងបានឃើញផ្លូវប្រសព្វ Shibuya Scramble ដែលជាផ្លូវប្រសព្វដ៏មានញឹកបំផុតជាមួយនឹងមនុស្សរាប់ពាន់នាក់ឆ្លងកាត់គ្នាក្នុងពេលដំណើរគ្នាបង្កើតបានជាទស្សនីយភាពដ៏គួរឲ្យភ្ញាក់ផ្អើលនិងជានិមិត្តរូបនៃថាមពលរបស់ទីក្រុងតូក្យូយើងក៏បានទៅទស្សនាសង្កាត់ Asakusa ដើម្បីមើលប្រាសាទ Sensoji ដែលជាប្រាសាទពុទ្ធសាសនាចំណាស់ជាងគេបំផុតនៅក្នុងទីក្រុងតូក្យូដែលមានអាយុកាលជាង300ឆ្នាំហើយត្រូវបានគេចាត់ទុកថាជាកន្លែងគោរពបូជាដ៏សំខាន់សម្រាប់ពុទ្ធសាសនិកជនជប៉ុនបន្ទាប់មកដំណើររបស់យើងបានបន្តទៅកាន់ទីក្រុង Kyoto ដែលជារាជធានីវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុនដែលពោរពេញទៅដោយប្រាសាទបុរាណសួនច្បារសែននិងផ្ទះតែប្រពៃណីនៅក្នុងទីក្រុង Kyoto យើងបានឃើញព្រះបន្លាមាស Kinkakiji ដែលគ្របដណ្ដប់ដោយមាសសុទ្ធឆ្លុះបញ្ចាំងពីពន្លឺថ្ងៃលើផ្ទៃស្រះទឹកបង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យជាពិសេសនៅពេលរដូវស្លឹកឈើជ្រុះឬរដូវផ្កាសាគុរ៉ាយើងក៏បានដើរកាត់ព្រៃសី Arashiyama Bamboo Grove ជាកន្លែងដែលដើមឫស្សីខ្ពស់បក់បោកទៅតាមខ្យល់បង្កើតបានជាសម្លេងដ៏ស្រទន់និងបរិយាកាសដ៏អាថ៌កំបាំងធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាដូចជាកំពុងដើរកាត់ពិភពមួយផ្សេងទៀតវីដេអូនេះក៏បាននាំយើងទៅកាន់ភូមិប្រពៃណី Shirakawa-go ដែលស្ថិតនៅលើភ្នំក្នុងខេត្ត Gifu ដែលត្រូវបានគេស្គាល់ថាជាតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO World Heritage Site នៅទីនេះយើងបានឃើញផ្ទះប្រពៃណី Gashozukiri ដែលមានដំបូលប្រក់ស្បូវរាងដូចបាតដៃដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងព្រឺធ្លាក់ខ្លាំងក្នុងរដូវរងាបង្កើតបានជាទេសភាពដូចជារូបភាពចេញពីរឿងនិទានបន្ទាប់មកដំណើររបស់យើងបានបន្តទៅកាន់ទីក្រុង Hiroshima ដែលជានិមិត្តរូបនៃសន្តិភាពនិងការអភិវឌ្ឍឡើងវិញបន្ទាប់ពីការទម្លាក់គ្រាប់បែកបូមម៉ាណូក្នុងសង្គ្រាមលោកលើកទី2នៅទីនេះយើងបានទៅទស្សនាឧទ្យានសន្តិភាព Peace Memorial Park និងសារមន្ទីរដែលរំលឹកដល់ជនរងគ្រោះនិងអំពាវនាវឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោកវីដេអូនេះក៏បានបង្ហាញពីភាពស្រស់ស្អាតនៃភ្នំ Fuji Mount Fuji ដែលជាភ្នំភ្លើងដ៏ខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុនមានកម្ពស់776ម៉ែត្រហើយត្រូវបានគេចាត់ទុកជានិមិត្តរូបដ៏ពិសិដ្ឋរបស់ប្រទេសជប៉ុនដែលត្រូវបានគេថតរូបពីគ្រប់ទិសទីជាពិសេសពីបឹង Kawagachi នៅពេលថ្ងៃរះម្ហូបអាហារជប៉ុនក៏ជាផ្នែកមួយដែលមិនអាចខកខានបាននៅក្នុងដំណើរកម្សាន្តនេះដោយវីដេអូនេះបានបង្ហាញពី Sushi, Sashi, Ramen, Ramen, Tonkatsu, Tonkatsu តែបៃតង Matcha និងមុខម្ហូបប្រពៃណីផ្សេងទៀតដែលធ្វើឲ្យប្រទេសជប៉ុនក្លាយជាឋានសួគ៌សម្រាប់អ្នកស្រឡាញ់ម្ហូបអាហារIs this the most beautiful country in Asia? Japan Cinematic Journey 4គឺជាស្នាដៃមួយដែលពិតជាបានឆ្លើយសំណួរនៅក្នុងចំណងជើងដោយបង្ហាញយ៉ាងច្បាស់ថាប្រទេសជប៉ុនគឺជាបេក្ខភាពដ៏រឹងមាំមួយសម្រាប់តំណែងជាប្រទេសដែលស្រស់ស្អាតជាងគេបំផុតនៅក្នុងទ្វីបអាស៊ីវាមិនត្រឹមតែបង្ហាញពីសម្រស់ធម្មជាតិនិងស្ថាបត្យកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្ហាញពីវប្បធម៌ប្រពៃណីនិងស្មារតីរបស់ប្រជាជនជប៉ុនដែលបានរួមចំណែកបង្កើតបានជាប្រទេសដ៏ប្លែកនិងទាក់ទាញបំផុតនៅលើពិភពលោកនេះជាការបញ្ចប់របាយការណ៍ពីកម្មវិធីពិភពលោកនិងការធ្វើដំណើរសូមអរគុណសម្រាប់ការតាមដានហើយយើងខ្ញុំសូមជួបគ្នាថ្មីនៅក្នុងវីដេអូបន្តទៀត